ស្វាគមន៍មកកាន់កម្មវិធីគ្រប់គ្រងថ្នាក់រៀនក្នុងនេះមាន3ចំណុចសំខាន់សម្រាប់គ្រូទុកថ្នាក់គឺព័ត៌មានសិស្សគ្រូអ្នកគ្រូបាទហើយទី2ព័ន្ធគ្រប់គ្រងអញ្ចឹងយើងមើលឡើងព័ត៌មានសិស្សអញ្ចឹងយើងចូលទៅកាន់ឧទាហរណ៍ 7S នេះមកគ្រូអ្នកគ្រូកែតែចំណុចនឹងបានហើយបាទអញ្ចឹងឧទាហរណ៍នេះទឹកកំពុងកែហើយវានឹងរត់ចូលប្រព័ន្ធរបស់យើងបាទត្រឡប់មកវិញសិនបាទយើងចូលឡើងប្រព័ន្ធគ្រប់គ្រងបន្ទុកតែម្ដងអញ្ចឹងនៅពេលកែឈ្មោះហ្នឹងលោតមកដល់ក្រោមបាទឈ្មោះហ្នឹងក៏មានដែរអញ្ចឹងកែតែចំណុចពីព័ត៌មានខាងដើមទៅវានឹងទាញព័ត៌មានហ្នឹងមកកាន់តារាងផ្សេងទៀតអញ្ចឹងតកតទៅនឹងតារាងបញ្ចូលបន្ទុករបស់យើងគឺមានចំណុចសំខាន់ទី1លទ្ធផលដើម្បីដឹងលទ្ធផលគ្រូអ្នកគ្រូអាចចូលទៅកាន់បាទខែនីមួយៗឧទាហរណ៍ខែមករាខែធ្នូបាទហើយនឹងតារាងមួយទៀតតកតទៅនឹងលទ្ធផលសិស្សម្នាក់ៗយើងចូលទៅកាន់តារាងហ្នឹងហើយយើងចូលទៅកាន់បាទរើសលេខរៀងអញ្ចឹងវានឹងទាញលទ្ធផលហើយនឹងមួយទៀតសង្ខេបកិរិកយើងចុងឆ្នាំហើយតារាងបញ្ចូលតារាងនេះគឺមានតារាងកិត្តិយសនៅក្នុងនឹងដែរអញ្ចឹងគ្រូអោសមកក្រោមហើយដើម្បីធ្វើការបាទ print បាទរបស់ពុំហ្នឹងយើងអាចយើងមើលត្រូវជ្រុងអស់ហើយយើងចុច control P បាទដល់ពេលចុច control P អាចកំណត់ត្រង់កន្លែងกระดาษបញ្ឈរតិចមកហើយវាអាចរត់តិចតួចហើយយើងអាចកែกระดาษនេះយើងអាច print បានហើយចំណុចមួយទៀតវត្តមានចឹងវត្តមាននេះយើងចូលទៅបំពេញបើមានតាមខែមួយហើយតែនេះអាច share ទៅកាន់សិស្សដើម្បីដាក់ស្នើសិស្សអាចជួយបញ្ចូលបានបាទឡើយនេះប្រព័ន្ធនេះនៅករណីសិស្សលើសចំនួនកំណត់វានឹងលោតពណ៌ក្រហមឲ្យហើយបាទហើយខែ11 12ខែ1ខែ2ហ្នឹងគឺអាប់ដេតថ្ងៃទីរួចអស់ហើយអញ្ចឹងត្រូវចាំតែចូលប្រព័ន្ធដាក់តែម្ដងហើយឡើយនេះគឺជាព័ត៌មានទូទៅអាចពេញបន្ថែមប៉ុន្តែអត់អីទេនេះយើងមាននៅកន្លែងព័ត៌មានសិស្សមិញហើយ